ការចោទថាធ្វើស្នេហ៍ដាក់មនុស្សដែលមានការល្អជាមួយគ្នាទៅវិញទៅមកគឺត្រូវបានគេចោទថាធ្វើស្នេហ៍ដាក់ដោយសារតែមានអ្នកអាក្រក់តែងតែគិតហើយនឹងយល់ពីរឿងអាក្រក់មិនដែលចេះគិតពីរឿងល្អឲ្យតែឃើញអ្នកណាស្និទ្ធស្នាលជាមួយគ្នានិយាយជាមួយគ្នាល្អជាមួយគ្នាគឺចាប់ដើមចោទថាធ្វើស្នេហ៍ដាក់បាទគឺវាអញ្ចឹងមែនបាទអំពើល្អគឺជាការធ្វើស្នេហ៍ដាក់បាទដូចជាយើងនិយាយជាមួយគ្នាអាហ្នឹងហើយគឺជាការធ្វើស្នេហ៍ដាក់និយាយពាក្យសម្ដីល្អដាក់គ្នាបាទធ្វើស្នេហ៍ដាក់គ្នាឲ្យចូលចិត្តគ្នាទៅវិញទៅមកបើយើងនិយាយអាក្រក់ដាក់គ្នាទៅវិញទៅមកគឺអត់ចូលចិត្តគ្នាទេបាទអញ្ចឹងគឺមិនមែនជាអំពើដាក់ស្នេហ៍ទេអញ្ចឹងអំពើល្អទាំងអស់គឺជាអំពើដាក់ស្នេហ៍គ្នាទៅវិញទៅមកដើម្បីឲ្យបានល្អជាមួយគ្នាទៅវិញទៅមកការជួយសុខទុក្ខតរៈគ្នាទៅវិញទៅមកក៏ជាការដាក់ស្នេហ៍គ្នាទៅវិញទៅមកដើម្បីរាប់អានគ្នាដើម្បីល្អជាមួយគ្នាដើម្បីឃើញមុខគ្នាទៅបានល្អជាមួយគ្នារាល់ថ្ងៃបាទបើយើងធ្វើអាក្រក់ដាក់គ្នាគឺវាមើលមុខគ្នាអត់ត្រង់ទេមើលមុខគ្នាអត់ចំទេបាទអញ្ចឹងវាមិនមែនជាការដាក់ស្នេហ៍គ្នាទៅវិញទៅមកទេអញ្ចឹងមានអាក្រក់មានល្អបាទអ្នកដែលល្អគឺយល់ទៅឃើញល្អទៅអ្នកអាក្រក់គឺយល់ទៅឃើញអាក្រក់ទៅមែនតែនគ្រាន់តែនិយាយល្អជាមួយគ្នាចោទថាធ្វើស្នេហ៍ដាក់ក៏មានបាទដល់ពេលភាគីម្ខាងទៀតខ្លាចចាប់ដើមខ្លាចគ្នាទៅវិញទៅមកលែងរាប់អានគ្នាបាទលែងល្អជាមួយគ្នាបាទដោយសារតែការយល់ខុសអាការយល់ខុសនោះបើធម៌គេហៅថាមច្ឆទិដ្ឋិបាទការយល់ខុសបាទសមាទិដ្ឋិការយល់ត្រូវបាទអញ្ចឹងបើការយល់ខុសគឺនាំឲ្យខុសការយល់ត្រូវនាំឲ្យត្រូវកាលណាត្រូវវាមានភាពរីកចម្រើនវាមានល្អជាមួយគ្នាទៅវិញទៅមកបាទអាហ្នឹងបើមានការយល់ត្រូវបើមានការយល់ខុសគឺវាអាក្រក់ជាមួយគ្នាទៅវិញទៅមកបើខ្លាចគ្នាទៅវិញទៅមកបើខ្លាចគ្នារឿងធ្វើស្នេហ៍ដាក់គ្នាទៅវិញទៅមកគ្រាន់តែអង្គុយចិត្តគ្នាក៏ធ្វើស្នេហ៍ដាក់បាទគ្រាន់តែនិយាយរកគ្នាក៏ធ្វើស្នេហ៍ដាក់បាទអញ្ចឹងមិនចេះបែងចែកអំពីអាក្រក់ហើយនឹងល្អបាទចេះតែប៉ាតណាប៉ាតណីបាទអញ្ចឹងមនុស្សរស់នៅសពថ្ងៃគឺតែងតែចង់បានសេចក្តីល្អជាមួយគ្នាទៅវិញទៅមកបាទគឺអាចថាបានធ្វើស្នេហ៍ដាក់គ្នាទៅវិញទៅមកក៏មានដែរបាទអ្នកដតីធ្វើស្នេហ៍ដាក់យើងគឺចង់ឲ្យយើងនឹងល្អជាមួយនឹងគេបាទយើងធ្វើស្នេហ៍ដាក់គេចង់ឲ្យគេនឹងល្អជាមួយនឹងយើងបាទការធ្វើស្នេហ៍ដាក់វាមានតែអីពិបាកបាទដូចជាការឲ្យអីក៏ដោយបាទយើងឲ្យអីទៅនរណាម្នាក់អាហ្នឹងឯងជាការធ្វើស្នេហ៍ដាក់ពាក្យសម្ដីល្អទៅលើអ្នកណាម្នាក់ទៅកាន់អ្នកដតីទៅកាន់មនុស្សម្នាអ្នកផងទាំងឡាយទាំងពួងអាហ្នឹងឯងគេហៅថាការធ្វើស្នេហ៍ដាក់យើងចេះតម្កល់ខ្លួនធ្វើខ្លួនយើងឲ្យមានប្រយោជន៍ការងារចេះគោរពពេលវេលាបាទមើងម៉ាត់សភាពរៀបសាររុំទុំអាហ្នឹងហើយ
គេហៅតការធ្វើស្នេហ៍ដាក់ចេះស្គាល់ចាស់ចេះស្គាល់ទុំបាទអាហ្នឹងហើយគឺជាការធ្វើស្នេហ៍ដាក់ហើយការដែលមិនប្រកាន់វណ្ណៈក្រមានពណ៌សម្បុរមានក្រអីវណ្ណៈតកូលអីទ្រព្យសម្បត្តិតិចលុយច្រើនអីអាហ្នឹងហើយក៏ជាការធ្វើស្នេហ៍ដាក់ដែរបាទការធ្វើស្នេហ៍ដាក់គ្នាទៅវិញទៅមកបាទបើយើងប្រកាន់វណ្ណៈក៏គេអត់រាប់អានយើងដែរក៏គេអត់និយាយជាមួយយើងដែរតែបើគេប្រកាន់វណ្ណៈក៏យើងអត់រាប់អានគេក៏យើងអត់និយាយរកគេបាទអាហ្នឹងវាមានទៅវាមានមកដូចតែគ្នាទេបាទអញ្ចឹងអាការធ្វើស្នេហ៍ដាក់នេះគឺមានគ្រប់គ្នាទាំងអស់ហ្នឹងបាទដូចអ្នកលក់ដូរអីត្រូវការឆ្ងាញ់ត្រូវការគុណភាពត្រូវការគ្រប់ចំនួនបើ1គីឡូបានតែ9ខាំអីបាទអាហ្នឹងហើយមិនអាចធ្វើស្នេហ៍ដាក់បានបាទតលតែ1គីឡូ10ខាំបានអាចធ្វើស្នេហ៍ដាក់ទៅបានបាទអញ្ចឹងគ្រប់កិច្ចការងារទាំងអស់ការងារតូចធំទាំងអស់គឺសុទ្ធតែធ្វើស្នេហ៍ដាក់ទាំងអស់ហ្នឹងបាទបើធ្វើឲ្យទាស់ចិត្តទាស់គំនិតខ្នើសចិត្តគ្នាទៅវិញទៅមកគឺអត់ចោះសម្រងគ្នាគឺអត់ត្រូវគ្នាបាទអាហ្នឹងមិនមែនជាការធ្វើស្នេហ៍ដាក់ទេអញ្ចឹងការធ្វើស្នេហ៍ដាក់គឺដើម្បីបានសេចក្តីល្អជាមួយគ្នាទៅវិញទៅមកការធ្វើស្នេហ៍ដាក់ដើម្បីរាប់អានគ្នាទៅវិញទៅមកការធ្វើស្នេហ៍ដាក់ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមកគេឲ្យផលប្រយោជន៍យើងឲ្យផលប្រយោជន៍គេវិញទៅវិញទៅមកបាទអាហ្នឹងគឺជាការធ្វើស្នេហ៍ដាក់មិនមែនធ្វើស្នេហ៍ដាក់ដើម្បីចង់ខ្ចីលុយអីបោកប្រាស់លុយអីអត់សងអីបាទអាហ្នឹងមិនមែនជាការធ្វើស្នេហ៍ដាក់ដើម្បីបានសេចក្តីល្អជាមួយគ្នាទៅវិញទៅមកទេគឺការធ្វើស្នេហ៍ដាក់ដើម្បីបំផ្លាញគ្នាបាទកាលណាដែលបំផ្លាញគ្នាអញ្ចឹងអត់ត្រូវគ្នាទេបាទគឺអត់ត្រូវស្នេហ៍ទេបើខ្ចីលុយគេអត់សងគេទៅទាថ្ងៃនេះថ្ងៃនោះអាហ្នឹងមិនហៅថាការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកបាទអញ្ចឹងការធ្វើស្នេហ៍ដាក់នេះគឺត្រូវការផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកយើងធ្វើការឲ្យគេឲ្យលុយយើងបាទអាហ្នឹងហើយគឺជាការធ្វើស្នេហ៍ដាក់បើគេឲ្យលុយយើងក៏ធ្វើការឲ្យគេទៅបាទវាមានអីខុសបានផលប្រយោជន៍ទាំងអស់គ្នាយើងធ្វើការឲ្យគេឲ្យលុយយើងបាទវាជារឿងត្រឹមត្រូវការធ្វើស្នេហ៍ដាក់ដើម្បីបានផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមកហើយបានសេចក្តីល្អជាមួយគ្នាទៅវិញទៅមកទៀតបើយើងអត់ឲ្យលុយគេបាទគ្មានអ្នកណាគេធ្វើការឲ្យទេបាទហើយបើគេធ្វើការឲ្យហើយយើងពិបាកលុយថ្ងៃនេះថ្ងៃនោះបាទអាហ្នឹងក៏អត់ហៅថាការធ្វើស្នេហ៍ដាក់ដែរបាទអញ្ចឹងការធ្វើស្នេហ៍ដាក់ទាំងអស់គឺតែងតែមានអត់ខ្វះទេមានគ្រប់គ្នាបាទជាមួយគ្នាទៅវិញទៅមកបាទគេឲ្យយើងឲ្យគេមានទៅមានមកគេក៏ធ្វើស្នេហ៍ដាក់យើងក៏ធ្វើស្នេហ៍ដាក់គេបាទអាហ្នឹងវាជារឿងធម្មតារបស់សត្វលោកបាទតែងតែចង់ឲ្យមានការចូលចិត្តគ្នាទៅវិញទៅមកតែងតែចង់ឲ្យមានចិត្តគំនិតនឹងនិយាយទៅត្រូវគ្នាចោះសម្រងគ្នាបាទគឺវាគ្មានរឿងអីអាក្រក់ទេគឺជារឿងល្អ